ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងមកតភាគតកតងជាមួយនឹងបញ្ហានយោបាយនៅក្នុងប្រទេសថៃយើងឃើញថាទន្ទឹមនឹងប្រទេសថៃកំពុងតែមានបញ្ហាព្រំដែនជាមួយយើងតែពិតនៅក្នុងប្រទេសថៃខ្លួនឯងក៏មិនជាសុខស្រួលប្រហែលដែរបងប្អូនប្រកាសជាបានដឹងហើយឥឡូវនេះស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសថៃរបាយការណ៍ដែលខ្ញុំបាន search ពីសារព័ត៌មានធំៗរបស់ខាងប្រទេសថៃគឺមានបង្ហាញមកជាហោហែអីដែលសំខាន់យើងឃើញថាបើតាមរបាយការណ៍ព័ត៌មានរបស់ថៃឃើញថាប្រទេសថៃនៅក្នុងពេលបច្ចុប្បន្នហ្នឹងកំពុងតែឈានទៅនឹងបញ្ហា4យ៉ាងបញ្ហា4យ៉ាងនោះក៏មានបញ្ហាខ្លះវាជាបញ្ហាសកលហើយបញ្ហាខ្លះវាជារឿងរ៉ាវនៅក្នុងប្រទេសថៃក៏ដូចជាបញ្ហាទំនាក់ទំនងព្រំដែនជាមួយនឹងយើងដូចគ្នាអញ្ចឹងបញ្ហាទាំង4ហ្នឹងគឺមានដូចជាទី1ប្រទេសថៃប្រឈមទៅនឹងបញ្ហាឥឡូវនេះកំពុងតែដោះស្រាយបញ្ហាពន្ធជាមួយនឹងសហរដ្ឋអាមេរិកដែលប្រធានាធិបតីលោក Donald Trump គាត់បានដាក់តែប៉ុន្តែអាហ្នឹងទាំងយើងក៏ជាប់បញ្ហាជាមួយដូចគ្នាដែរអញ្ចឹងអានេះក៏ជាចំណាត់មួយសម្រាប់រដ្ឋាភិបាលថៃដែលកំពុងតែដោះស្រាយនៅក្នុងការចរចាបញ្ហាពន្ធមួយសហរដ្ឋអាមេរិកដែលឥឡូវនេះសូម្បីតែថៃក៏អត់ទាន់និយាយត្រូវគ្នាជាមួយនឹងអាមេរិកដែរតាក់ទងជាមួយនឹងពន្ធហ្នឹងចាដូចគ្នាជាមួយនឹងយើងផងដែរអានេះមួយបញ្ហាមួយទៀតដែលប្រទេសថៃកំពុងតែប្រឈមតាក់ទងទៅនឹងផលប៉ះពាល់ពីកញ្ចប់ថវិការបស់រដ្ឋាភិបាលថៃដែលបានដាក់ចេញសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងសម្រាប់ការប្រមូលវិស័យទេសចររបស់ថៃផ្សេងក៏ដូចជាសម្រាប់ទប់ទៅនឹងបញ្ហាសកលអាហ្នឹងមួយផ្នែកចំណែកបញ្ហាពីរធំដែលចូលសាច់រឿងតែម្ដងបញ្ហាទី3បន្ទាប់ពីទី1ទី2មិញហ្នឹងចូលដល់បញ្ហាទី3គឺជាបញ្ហានយោបាយផ្ទៃក្នុងដែលកំពុងតែមានភាពមិនច្បាស់លាស់ដែលប្រជាពលរដ្ឋថៃភាគច្រើនគឺបពប្រឆាំងគាត់បានធ្វើការប្រមូលផ្ដុំតវ៉ាដើម្បីធ្វើយ៉ាងណាឲ្យមានការទម្លាក់លោកស្រីភេទថងឋានចេញពីតំណែងដោយសារតែគេយកលេសគេលើកចំណុចមួយថាមានការបែកធ្លាយសារជាមួយនឹងសម្ដេចតេជោរបស់យើងប៉ុន្តែនេះវាគ្រាន់តែជាលេសទេប៉ុន្តែបើយើងងាកមកមើលត្រឡប់ក្រោយគម្រោងនៃការចង់ទម្លាក់លោកស្រីភេទថងឋានចេញពីតំណែងហ្នឹងគឺវាកើតចេញពីបញ្ហាដែលយើងតែងតែនិយាយថាយោធាមានបំណងអានេះគ្រាន់តែជាការលើកឡើងទេណាហ្នឹងហើយអញ្ចឹងមុននឹងមានការបែកធ្លាយសារនេះគឺមានការប៉ះទង្គិចគ្នានៅបញ្ហាព្រំដែនរបស់យើងដែលឈានទៅដល់ការដាក់បន្ទុកទៅដល់លោកស្រីភេទថងឋានថាជារដ្ឋាភិបាលដែលស្ពឹកស្រពន់មិនមានការឆ្លើយតបទាន់ពេលវេលាចំពោះបញ្ហាដែលកំពុងតែកើតឡើងជាមួយកម្ពុជាអីដែលសំខាន់នោះគេប្រៀបបដូចមកថាកម្ពុជាយើងគឺមានមេដឹកនាំល្អមានមេដឹកនាំដែលខ្នះខ្នែងនៅក្នុងការជួយជាតិចំណែកលោកស្រីភេទថងឋានវិញគឺមានភាពស្ពឹកស្រពន់មែនតែនហើយថែមទាំងមានការចាប់ប្រកាន់ទៅលើលោកស្រីថាលោកស្រីខ្លួនជាថៃប៉ុន្តែមានបេះដូងខ្មែរអញ្ចេះមួយចូលពីរចាអញ្ចឹងអាការចោតប្រកាន់អស់ហ្នឹងវាបានកើតឡើងតាំងពីបន្ទាប់ពីយើងប៉ះទង្គិចគ្នានៅព្រំដែនបន្តមករហូតតតែមានការបែកធ្លាយសារសម្លេងជាមួយនឹងសម្ដេចទើបបានពួកគេបង្វែរកណ្ដុងទៅជាចោតប្រកាន់ទៅលើបញ្ហាហ្នឹងទៀតថាលោកស្រីធ្វើនេះធ្វើឲ្យមានប៉ះពាល់ទៅដល់កិត្តិយសជាតិអញ្ចេះមួយចូលពីរបានយកអានឹងធ្វើជាលេសហើយទៅជាបញ្ហានយោបាយរង្គោះរង្គើដែលធ្វើឲ្យមានការតវ៉ាកាលពីថ្ងៃសៅរ៍នៅក្នុងទ្រង់ទ្រាយធំមែនតែនដែលមានប្រជាពលរដ្ឋចូលរួមតវ៉ាហ្នឹងគឺច្រើនអាចនិយាយបានថាចិត្តទៅដល់ 20000 នាក់ព្រោះមុននឹងមានការតវ៉ាហ្នឹងគឺគណៈបកប្រឆាំងថៃគេ estimate បន្ថែមមកទៀតថាអាចចិត្ត 20000 នាក់នៅក្នុងការធ្វើបាតកម្មពីម្សិលមួយថ្ងៃហ្នឹងកាលពីថ្ងៃសៅរ៍យើងហ្នឹងដើម្បីទម្លាក់លោកស្រីភេទថងឋានចេញពីតំណែងហ្នឹងតែម្ដងអញ្ចឹងអានេះជាបញ្ហាផ្ទៃក្នុងហើយវាមានរឿងរ៉ាវពាក់ព័ន្ធនៅពីក្រោយនឹងច្រើនមែនតែននៅក្នុងការធ្វើយ៉ាងណាមិនចង់ឲ្យលោកស្រីភេទថងឋានដែលជាប់សាច់ឈាមជាត្រកូលថាស៊ីននឹងបន្តកាន់តំណែងតទៅមុខតទៀតវាជាបញ្ហាផ្ទៃក្នុងរបស់គេហើយបងប្អូនខ្លះគាត់ប្រកាសជាដឹងដែរមួយវិញទៀតតកតងជាមួយនឹងបញ្ហាដែលថៃកំពុងតែប្រឈមគឺបញ្ហាព្រំដែនមួយយើងអាហ្នឹងគឺជារឿងសំខាន់ព្រោះយើងមិនដឹងថាតើវាជាលេសរបស់យោធានៅក្នុងការបង្កើតភាពតានតឹងដើម្បីធ្វើយ៉ាងណាឲ្យមានការប៉ះទង្គិចគ្នាជាលេសនៅក្នុងការទម្លាក់ឬក៏កាត់ផ្ដាច់តកូលថាស៊ីនមិនឲ្យមានការធ្វើនយោបាយឬក៏ការដឹកនាំប្រទេសថៃអញ្ចឹងការដែលប៉ះទង្គិចគ្នាយើងនឹងឲ្យកាលពីថ្ងៃ28ឧសភាដែលធ្វើឲ្យមានភាពតានតឹងកើតឡើងរហូតឈានមកដល់ពេលបច្ចុប្បន្ននឹងដែលថៃបានគម្រាមមកលើកម្ពុជាយើងគ្រប់សពបែបយ៉ាងទាំងអស់កាត់ផ្ដាច់នេះកាត់ផ្ដាច់នោះនៅទីបំផុតគឺកម្ពុជាមិនអើពើមិនអាចនិយាយថាមិនមានភាពតក់ស្លុតមិនមានភាពភ័យខ្លាចអញ្ចឹងឥឡូវនេះបែរជាត្រឡប់មកប៉ះពាល់ដល់ខ្លួនឯងវិញហើយយើងឃើញថា
បញ្ហាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរវារងផលប៉ះពាល់ដោយវីដេអូមុនខ្ញុំបាននិយាយហើយអញ្ចឹងហើយអីដែលសំខាន់គឺខាងពាណិជ្ជកម្មអន្តរជាតិរបស់ថៃគេក៏បាន estimate ហើយដែរថាតកតងជាមួយនឹងរឿងរ៉ាវបញ្ហាព្រំដែនប៉ះសិនបើកម្ពុជាហើយនិងថៃនៅតែបន្តមានការបិទគប់រហូតដល់ខែធ្នូនេះបន្តទៅទៀតធ្វើឲ្យមានផលប៉ះពាល់ឈានទៅដល់ការខាតបង់រហូតដល់ទៅជិត$2000 លានអាមេរិកអានេះនិយាយតែលើពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនតែប៉ុណ្ណោះឯងអញ្ចឹងបញ្ហាជាមួយនឹងយើងក៏កំពុងតែមិនទាន់អាចរកច្រកចេញបានជាវិញ្ញាសាមួយសម្រាប់លោកស្រីផេតថងថាដូចគ្នាហើយក៏ជាបញ្ហាមួយសម្រាប់បងប្អូនប្រជាពលរដ្ឋថៃដូចគ្នាដែរដែលគាត់រងផលវិបាកសម្រាប់អ្នកនៅតាមព្រំដែនសម្រាប់អ្នកមានទំនិញដោះដូរពាណិជ្ជកម្មជាមួយនឹងប្រជាពលរដ្ឋកម្ពុជាយើងដូចគ្នាអានឹងក៏រងផលប៉ះពាល់ហើយមួយវិញទៀតខ្ញុំអត់ទាន់បានបញ្ជាក់ថាសូម្បីតែសង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់នឹងក៏ជាផលប៉ះពាល់ជះមកដល់ខាងប្រទេសថៃដូចគ្នាថៃគឺជាប្រទេសមួយដែលនាំចេញប្រេងមកយើងហើយក៏លក់ប្រេងទៅឲ្យសិង្ហបុរីដូចគ្នាដែរហើយយើងគឺជាអ្នកទិញប្រេងធំទី2របស់ថៃនឹងតែម្ដងអញ្ចឹងឥឡូវនេះបញ្ហាអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលហេតុអីបានថាអូគេវាយគ្នាលើពិភពលោកហេតុអីបានមកប៉ះដល់ថៃដែរអញ្ចឹងណាតាមពិតនៅពេលដែលមានបញ្ហាហ្នឹងវាធ្វើឲ្យតម្លៃប្រេងឡើងថ្លៃវាធ្វើឲ្យប៉ះពាល់ទៅដល់អតិផរណាប៉ះពាល់ទៅដល់តម្លៃប្រេងនៅក្នុងប្រទេសថៃពីព្រោះថៃក៏ជាប្រទេសមួយដែលទិញប្រេងពីប្រទេសអារ៉ាប់រួមប្រទេសអារ៉ាប៊ីសាអូឌីតចាពីប្រទេសម៉ាឡេស៊ីពីប្រទេសឥណ្ឌូនេស៊ីពីសហរដ្ឋអាមេរិកដូចគ្នាផងដែរអញ្ចឹងបញ្ហាពិភពលោកហ្នឹងគឺធ្វើឲ្យថៃកំពុងតែរងផលប៉ះពាល់ផលវិបាកដូចគ្នាដែររាល់ថ្ងៃនេះគឺមិនមែនជាស្ថានភាពស្រួលទេសម្រាប់ប្រទេសថៃមួយហើយបើយើងក៏លេខមកមើលប្រៀបធៀបរវាងកម្ពុជាយើងវិញពីព្រោះអញ្ចេះប្រទេសថៃឥឡូវនេះអត់មានក្បាលម៉ាស៊ីនធំណាមួយដែលអាចយកជាការបានទេមិនដឹងថាអ្នកណាជាអ្នកណាជាមេអ្នកណាជាអីទេពីព្រោះមើលទៅឆ្វេងផ្សេងមើលទៅស្ដាំផ្សេងមើលទៅយោធាផ្សេងមើលទៅបពប្រឆាំងផ្សេងមើលមកនាយករដ្ឋមន្ត្រីផ្សេងឥឡូវនេះវាឈានទៅដល់មើលទៅប្រព័ន្ធផ្សព្វផ្សាយនឹងក៏ផ្សេងដូចគ្នាដែរអញ្ចឹងពិបាកហោចំណុចរួមដែលឲ្យប្រទេសនឹងឈានទៅរកការដោះស្រាយរូបរួមបានស្រួលគឺរៀងពិបាកតែយ៉ៃប៉ុន្តែបើងាកមកមើលកម្ពុជាយើងវិញខ្ញុំនិយាយបានថាកម្ពុជាយើងពិសេសខ្លាំងមែនតើពិសេសត្រង់អីគេគឺប្រជាពលរដ្ឋរួបរวมគ្នាបានល្អហើយប្រជាពលរដ្ឋសហការបានល្អគ្រប់ទៅតាមការអនុវត្តរបស់រាជរដ្ឋាភិបាលនិយាយរួមទៅនៅក្នុងមួយឆាកនេះគឺរាជរដ្ឋាភិបាលអនុវត្តបានល្អបំផុតហើយប្រជាពលរដ្ឋយើងសហការបានល្អខ្លាំងដូចគ្នាដែរដែលធ្វើឲ្យមើលទៅមានអារម្មណ៍ថាយើងមានភាព unique មានភាពល្អឥតខ្ចោះអត់មានភាពលកេលកោតនិយាយរួមទៅគឺអត់មានបែកខ្ញែកផ្ទៃក្នុងគឺអត់មានការបែងចែកអីអញ្ចឹងទេព្រោះថ្ងៃនេះដូចបងប្អូននឹងហើយថាយើងដើរតាមក្រោយថៃទាំងអស់សូម្បីតែរាជរដ្ឋាភិបាលក៏លោកប្រកាសហើយដែរអញ្ចឹងងាយស្រួលបំផុតយើងបើកភ្លើងខៀវរហូតបើចង់ឲ្យអ្វីៗត្រឡប់ទៅសភាពដូចដើមវិញកម្ពុជាអត់តឹងរឹងអត់ដាក់កំហិតទេគ្រាន់តែឲ្យថៃបើកព្រំដែនទាំង7ខេត្តត្រឡប់មកវិញដូចធម្មតាចាហើយអត់មានការប្រែប្រួលទៀតទេបើកឲ្យត្រូវបើកដូចធម្មតារហូតឲ្យនឹងណូអញ្ចឹងណាកុំបើកឲ្យបាន2ថ្ងៃបន្លំដូរស្ថានភាពវិញអាហ្នឹងគឺអត់ទេប៉ុន្តែបើសិនបើកឲ្យរក្សាភាពនឹងណូនឹងបានរហូត5ម៉ោងក្រោយកម្ពុជានឹងបើក direct បន្តតែម្ដងនិយាយរួមទៅគឺបើយើងស្ដាប់ទៅគឺកម្ពុជាតែងតែ open សម្រាប់ប្រទេសថៃរហូតប៉ុន្តែសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋថៃគាត់នឹងយល់ទៅលើស្ថានភាពនេះហើយក៏សង្ឃឹមថាប្រទេសថៃអាចនឹងរកដំណោះស្រាយច្រកចេញបានយ៉ាងលឿនពីព្រោះក្នុងនាមប្រជាពលរដ្ឋកម្ពុជាយើងក៏មិនចង់ឃើញប្រទេសជិតខាងមានបញ្ហាដូចគ្នាអញ្ចឹងដែរអ្វីត្បិតតែបញ្ហារឿងទឹកដីសំខាន់ប៉ុន្តែអាហ្នឹងទុកឲ្យរដ្ឋាភិបាលលោកដោះស្រាយជាមួយនឹងរដ្ឋាភិបាលជាមួយនឹងអន្តរជាតិប៉ុន្តែក្នុងនាមយើងជាប្រជាពលរដ្ឋដូចគ្នាយើងនៅតែបន្តសហការគ្នាដែលមិនមានការរើសអើងល្អទៅក៏ល្អមកចាអញ្ចឹងនាងខ្ញុំមានតែប៉ុណ្្នឹងទេតកតងជាមួយនឹងបញ្ហាប្រទេសថៃនៅក្នុងវីដេអូក្រោយខ្ញុំនឹងបន្តតកតងទៅនឹងបញ្ហាថាតើការបិទប្រេងបិទនាំចូលប្រេងមកកម្ពុជាយើងថៃរងផលប៉ះពាល់បែបណាពីព្រោះយើងមើលដឹងហើយបានតើតើបញ្ហានឹងកើតឡើងបានដឹងថាកម្ពុជាយើងគឺជាប្រទេសមួយដែលសំខាន់សម្រាប់ថៃដូចគ្នាចាអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនបើការលើកឡើងរបស់ខ្ញុំមានការលើលួសខ្វះខាតក៏សូមខន្តីអភ័យទោសផងយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតអរគុណជម្រាបលា